រុកសំណាក់មេតបខ្មែរសង់បែរមុខទៅរកច្រកព្រំដែនអានសេះស្រែកឲ្យកូនខ្មែរចង់ចាំទុកយោធាថៃបានយកគ្រឿងចាក់ឈូសឆាយគំទេចរូបសំណាក់តាអ៊ុំដែលសង់នៅលើរង្វង់មួយច្រកអានសេះស្ថិតនៅក្នុងភូមិអានសេះឃុំជាំសានស្រុកជាំសានខេត្តព្រះវិហារហេតុអ្វីយោធាថៃស្អប់លោកតាអ៊ុំម្លេះតើប្រវត្តិរូបសំណាក់លោកតាអ៊ុំមានអ្វីពាក់ព័ន្ធគំនុំអតីតកាលរវាងខ្មែរសៀមបដិជនសឿនសូភាបានឲ្យដឹងថាតាមប្រវត្តិរឿងព្រេងខ្មែរក្នុងសម័យអង្គរលោកតាអ៊ុំគឺជាមេតបខ្មែរដ៏ខ្លាំងពូកែម្នាក់នៅសម័យសង្គ្រាមលោកបានដឹកនាំទ័ពសេះដ៏អង្អាចជាង 2000 នាក់ទៅទិសខាងជើងដើម្បីទៅបង្ក្រាបទ័ពសៀមបន្ទាប់ពីបានធ្វើដំណើរមកដល់ចំណុចច្រកនេះលោកក៏បានបញ្ជាឲ្យកងទ័ពទាំងអស់ឈប់អានសិនដែលមានន័យថាឈប់សម្រាកសិនទ័ពសេះទ័ពស្រួយបើតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតអានសេះមានន័យថាផ្សេងឲ្យឈប់សម្រាកចំនួន3ថ្ងៃដើម្បីរៀបក្បួនវាយលុកទប់ទល់នឹងកងទ័ពប្រទេសសៀមទទួលបានជោគជ័យបន្ទាប់ពីនោះឈ្មោះនោះក៏បានតមកដល់បច្ចុប្បន្នចាប់ពីពេលនោះមកច្រកទ្វារទីនោះក៏បានជាប់ឈ្មោះជាច្រកទ្វារអានសេះដែលជាច្រកចេញធ្វើសឹកនិងការឈ្លានពានពីសៀមផងជាច្រកពាណិជ្ជកម្មដ៏សំខាន់ជាមួយសៀមផងច្រកអានសេះស្ថិតនៅភាគខាងជើងស្រុកជាំខ្សានមានចម្ងាយពីទីរួមស្រុកប្រមាណ24 គីឡូម៉ែត្រលើក្នុងភ្នំដងរែកជាប់ព្រំប្រទល់ខេត្តឧបលប្រទេសថៃរូបសំណាក់តាអ៊ុំដែលកសាងនៅលើច្រកអានសេះដោយយោធាតំបន់សឹករងព្រះវិហារក្បែរមាត់ច្រកទ្វារក្នុងទឹកដីកម្ពុជាដែលជាកន្លែងហើយដែលកន្លងទៅទាហានសៀមតែងតែចោទខ្មែរថាបានសាងសង់រំលោភ MOU ឆ្នាំ 2000 នោះដោយខុសកិច្ចសន្យាហេតុដូច្នេះទៅយោធាសៀមតែងតែចង់វេកំទេចរូបសំណាក់លោកតាអ៊ុំនេះក្នុងចំនួនពីលើកាលពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដានិងថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ 2025 កន្លងមកនេះ